ao vay chêm sọc phong nhưng tao vay từ sấy có chuột bạt đấy nè nhưng tôi vay mũi mình đi chuột à mấy bong dầm lanh nhưng nó chuột bạt đấy nè lấy dừng vậy trẻ lấy dừng nón đi rồi nông tô tầng óc này nè mà bay bay tọt là ơi lấy nè phun chụp chơi phun ấy nè có bay chớn cái bọt là bong bọt ấy hơi đọtไปไหลđăng ai si chơi hơi bàលោកអូនសែនអត់ប្តឹងឯងនៅព្រោះឲ្យគេប្តឹងដល់ណាទៀតពួកឯងអ្នកស្របច្បាប់ហ្នឹងអាមិនក៏មិនប្តឹងយកទឹកដីមកវិញហ៎រងចាំដល់ពេលណាហើយក៏រងចាំដល់ពេលលោកហ៊ុនសែនដោះស្រាយហើយបោះបកគោលព្រំដែនហើយអស់បានឯងមកស៊ីពេឬក៏យ៉ាងណាអានេះជាសំណួរទេសំទោណាសំទោអាមិនក៏មិនប្តឹងទៅ ICJ ពេលហ្នឹងប្រជាពលរដ្ឋខ្មែរកំពុងត្រូវការអស់លោកអ្នកស្របច្បាប់ប្តឹងទៅលោកប្តឹងទៅខ្ញុំសុំអង្វរប្តឹងទៅចាំខ្ញុំជួយចេញលុយចង់បានមែនហើយណាក៏បាន$50ដែរខ្ញុំជួយទៅប្តឹងប្តឹងទៅ ICJ ឲ្យលឿនឡើងហើយទៅបខំ ICJ ឲ្យកាត់ក្តីរឿងហ្នឹងហើយប្តឹងហ្នឹងប្តឹងប្រមាណមានផតតាងអីខ្លះប្តឹងដីប្រមាណគីឡូម៉ែត្រឬក៏ប្តឹងព្រំដែនទាំង800គីឡូហ្នឹងឬក៏យ៉ាងម៉េចមកឧត្តមសេនីយ៍ត្រីយកមឿនហើយបើប្តឹងគេទាំងអស់កំភ្លឺរហូតផតតាងផងណាកំភ្លឺរហូតផតតាងដូចជាបកគោលព្រំបកគោលនិយមការមួយហ្នឹងណាកុំភ្លេចយកកំណត់ហេតុផងយកកំណត់ហេតុមកផងអូខេស្រាប់តែគេលោកអត់មានកំណត់ហេតុនោះអានោះដែលប្របាក់ណាស់អាប្តឹងហ្នឹងមិនស្រួលទេណាប៉ុន្តែកុំភ្លេចទៅបខំមក ICJ ហ្នឹងឲ្យដោះស្រាយជីបតន់ព្រោះឥឡូវហ្នឹងអាស៊ីមកំពុងតែពាត់លបងអាដីដែលវាកន្លែងនៅវាមានថយទៅណាវានៅកន្លែងហ្នឹងដល់ពេលវានៅកន្លែងហ្នឹងវាពាត់លួសដល់ពេលវាពាត់លួសយើងត្រូវការយកដីនឹងមកវិញហើយអញ្ចឹងមានតែពឹងពួកអស់លោកពងក្តរហ្នឹងហើយរដ្ឋាភិបាលពងក្តរហ្នឹងសំទោសរដ្ឋាភិបាលមកចកោមហ្នឹងហើយមកចកោមពងក្តរមកចកោមតែមួយមិនសំទោសអីទេបាទមានតែសង្ឃឹមលើអស់លោកស្រីអ្នកនាងកញ្ញាហ្នឹងហើយខ្ញុំគ្មានសង្ឃឹមអ្នកណាទេប្រជាពលរដ្ឋខ្មែរឲ្យលែងសង្ឃឹមរដ្ឋាភិបាលសម្ដេចធិបតីម៉ាណែតហើយមើលទៅនោះយើងអត់អាចសង្ឃឹមបានទេមានតែសង្ឃឹមរដ្ឋាភិបាលពងក្តរនៅខាងក្រៅប្រទេសនឹងឯងណាមានតែប៉ុណ្្នឹងទេបងប្អូនហើយយើងមិនដឹងសង្ឃឹមអីទេឲ្យបងប្អូនប្រជាជនខ្មែរសួរមើលហើយបងបត់អីនេះអាមិនអីមកស្ងាត់ឈឹងឯណាទៅនិយាយរឿងអនឡាញអនលុយពងក្តរស្អីនោះផ្សាយមួយថ្ងៃរឿងតែអនឡាញដូចឈួតអារឿងទឹកដីប៉ុណ្ណានេះអត់ផ្សព្វផ្សាយអត់មានយកទៅរកតែរឿងពងក្តរអត់បានប្រយោជន៍នោះមកផ្សព្វផ្សាយគ្មានដឹងអាចអីទេវ៉ៃនិយាយដូចខ្ពើមមែនតែយូរចង់ខ្ពើមពួកនឹងតាខ្ពើមហ្មងនិយាយសើចអីអញ្ចឹងមែនឥឡូវគេមិនមុនគេប្រកាសប្តឹង ICC គេប្តឹងរឿង2គេប្រកាសទៀតប្តឹងរឿង2ឲ្យដល់ចេះតែមានហើយអញហើយទី1ប្តឹងស៊ីមឆ្លៀនពៀនបាទអនឡាញអាធ្លាប់គេប្រកាសថាស៊ីមវាយខ្មែរដោយអនឡាញហ្នឹងគេឈប់និយាយអីគេឈប់និយាយគេថាឥឡូវគេចាប់ផ្ដើមស៊ីពេទៀតគេថាឆ្លៀនពៀនណាព្រោះយើងថាឆ្លៀនពៀនអន្តរជាតិគេថាឆ្លៀនពៀនគ្រប់គ្នាឥឡូវគេលែងថាអនឡាញហើយគេថាឆ្លៀនពៀនឥឡូវហ្នឹងគេដាក់ពាក្យបណ្ដឹងទៅសៀមឆ្លៀនពៀនកម្ពុជាអ ுக ្រិតកម្មឆ្លៀនពៀនកម្ពុជាទម្លាក់គ្រាប់បែកលាក់អីចឹងទៅហ្នឹងហើយទី2គេប្តឹងទៅរដ្ឋាភិបាលនឹងឲ្យទទួលខុសត្រូវរឿងនៅពីក្រោយខ្នងអ ுக ្រិតកម្មអនឡាញអញអត់ភ្លេចទេអារឿងហ្នឹងអត់ភ្លេចទេមិនដឹងជាពងក្តរអីទេមួយថ្ងៃហ្នឹងរឿងហ្នឹងដឹងតែទៅមិនរួចហើយនៅតែប្រឹងព្រុសទៅទៀត
ព្រោះទៅវាអត់តម្លៃនៅពេលដែលយើងព្រោះទៅអត់រួចយល់ទេព្រោះយើងម្ដងចេះម្ដងចុះម្ដងចេះម្ដងចុះICJ អត់ប្តឹងPPA អត់ប្តឹងឥឡូវមកប្តឹងរឿង ICC ដល់ប្តឹងរឿង ICC មិនមែនប្តឹងតាសៀមអីប្តឹងទៅដល់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតទៀតថានៅពីក្រោយខ្នងអ ក្រិតកម្មហើយដឹងគេទៅរកដឹងគេទៅជួយមេធាវីណាគេអត់ជួយមេធាវីអីទាំងអស់គេប្រើពាក្យថាពឹងពាក់មេធាវីអន្តរជាតិបងប្អូនគិតមើលចាមេធាវីអន្តរជាតិចៃម្លាយណាអីក៏វាអន់មែនដល់ថ្នាក់ឲ្យលោកប្រធានអន្តរធានសៀមរាំងស៊ីទៅពឹងពាក់នោះហើយអត់មានឲ្យលុយឲ្យកាក់អីនោះអាណានោះក៏វាអន់មែនវ៉ៃអាមេធាវីណានោះអីក៏វាអន់ដូចអាចមែនហើយរឿងក្តីប្រប៉ុណ្ណាណៃរឿងក្តីអ ក្រិតកម្ម2ទី1ប្តឹងប្រទេសថៃទី2ប្តឹងប្រទេសកម្ពុជាហើយទៅពឹងពាក់មេធាវីអន្តរជាតិបងប្អូនគិតមើលប្តឹងពីប្រទេសណាដល់ឡាអីលោកប្រធានអន្តរធានសៀមរាំងស៊ីនឹងចេញលិខិតមកប្តឹងពីប្រទេសទី1ប្តឹងប្រទេសថៃទី2ប្តឹងប្រទេសកម្ពុជាណាហើយខ្លួនឯងជាស្អីខ្លួនឯងពងកដោមកចកោហ្នឹងអត់មានអីផងសំបីតែលុយជួយមេធាវីអត់មានទៅពឹងពាក់ទេហើយមេធាវីពឹងពាក់គាត់មានលុយឯណាជិះយន្តហោះទៅប្រមូលផោះតាំងពីស្រុកខ្មែរឥឡូវខ្ញុំសួរបងប្អូនតើចោតសៀមឆ្លៀនពៀនហ្នឹងអ ក្រិតកម្មសង្គ្រាមហ្នឹងមានផោះតាំងតាណាខ្លះអាហ្នឹងត្រូវមេធាវីហ្នឹងទៅយកផោះតាំងវាមិនអាចយកវាទៅអូឃើញយន្តហោះតម្លាក់បឹងឃើញកប៉ាល់ហោះតម្លាក់គ្រាប់បែកបឹងយកអាហ្នឹងទៅឲ្យតឡាការគេជាយើងទេមែនទេវាតើតែមេធាវីហ្នឹងទៅសិក្សានៅក្នុងស្រុកខ្មែរទៅប្រមូលផោះតាំងពីស្រុកខ្មែរអាហ្នឹងពាក្យបណ្ដឹងវាមិនដែលអាណាដាក់តែពាក្យបណ្ដឹងឲ្យតឡាការ ICC ហ្នឹងវាទៅរកឲ្យយើងឯងលប់សតិទេដឹងវាទៅរកផោះតាំងឲ្យយើងវាមិនដែលធម្មតាយើងប្តឹងណាមិនត្រូវការយើងបង្ហាញផោះតាំងគ្រាន់តែធ្វើពាក្យកដាស់ប្តឹងមកស្លឹកហ្នឹងខ្ញុំប្តឹងថៃពីបទឆ្លៀនពៀនប្រទេសកម្ពុជាបើហើយតឡាការគេថាឆ្លៀនពៀនតែម៉េចឆ្លៀនពៀននៅពេលណាឆ្លៀនពៀនរបៀបម៉េចហេតុអីបានជាថៃឆ្លៀនពៀនហេតុអីបានជាឯងចោទថៃឆ្លៀនពៀនវាត្រូវមានឯកសារហេតុអីដើម្បីយកមកដាក់បន្ទុកថៃដើម្បីឲ្យថៃទទួលខុសត្រូវបើគ្រាន់តែអត្តសេពាក្យមកស្លឹកកុំថាឡើយអ្នកណាអាឡុងក៏ចេះតែសេដែរអាពាក្យមកស្លឹកហ្នឹងគ្រាន់តែថាថៃឆ្លៀនពៀនកម្ពុជាហ្នឹងចុះដើម្បីឲ្យគេដោះស្រាយឲ្យយើងដើម្បីដាក់បន្ទុកថាថៃនឹងពិតជាឆ្លៀនពៀនយើងហើយកាត់សម្រាប់កាត់ទោសប្រទេសថៃមែនទេ